ខ្ញុំបានសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បារមីចក្រវាលម៉ែសែលសម្រាប់ថ្ងៃនេះដែរខ្ញុំបានមកអធិប្បាយរៀបរាប់អំពីធម្មពលរលកដួងចិត្តនៃអ្នកមានយានជាទូអង្គបុត្រព្រះកូនព្រះតាមលក្ខណៈឧបនិស្ស័យរបស់ទូអង្គពុជពងព្រះបារមីយានដែលរក្សាការពារនិងប្រតិស្ថានចោះមកបដិសន្ធិនៅក្នុងទីទឹកដីនៃភពផែនចម្ពោះទ្វីបនេះគឺមានឧបនិស្ស័យខុសៗគ្នាទៅតាមលក្ខណៈការបំពេញតួនាទីនិងទីកន្លែងកំណើតតំបន់ដែលខ្លួនអាស្រ័យនឹងបដិសន្ធិដូចជាក្នុងទឹកដីមហានគររបស់យើងមានកូនព្រះបុត្រព្រះជាច្រើនដែលបដិសន្ធិយើងចោះមកចាប់កំណើតនៅក្នុងទីឋាននៅក្នុងបច្ចុប្បន្នដែលគ្រប់ចំនួនមកសត្វតែមានពូជពងត្រកូលអ្នកមានញាណបារមីបង្ហាញពីរិទ្ធអភិនិហាភាពអស្ចារ្យអច្ឆរិយៈដែលខ្លួនមានតាំងពីកំណើតនិងការគ្រប់បដិបត្តិដូចជាសច្ចៈសច្ចាញ់អ្នកមានញាណបារមីកំពូលមេត្តាព្រះរាជាពីសម័យបុរាណដែលលោកមានរិទ្ធឬវេទមន្តផ្សេងក្នុងការប្រើអំណាចធម្មពលនៃដួងចិត្តនេះចំពោះតួអង្គបាត់ព្រះកូនព្រះដែលយើងចោះពិធីឋាននៃចក្រវាលខាងលើមកសត្វតែមានអំណាចចិត្តរលកដួងចិត្តធម្មពលដ៏អស្ចារ្យដែលនាំឲ្យកើតញាណដឹងការយល់ឃើញតាមសភាពអារម្មណ៍ផ្លូវចិត្តដែលខ្លួនទទួលបានជានិច្ចមិនថារលកដួងចិត្តពីអតីតរលកដួងចិត្តក្នុងពេលបច្ចុប្បន្នឬខេត្តអនាគតអ្វីចក្រវាលដែលបំផ្លែងជារលកសញ្ញាបញ្ជូនមកដោយក្នុងនោះមានរិទ្ធរបស់ទេវតាព្រះបារមីធំមកកាន់ធម្មពលវិមិត្តចិត្តរបស់តួអង្គអ្នកមានឧបនិស្ស័យទាំងអស់ឲ្យបានដឹងរឿងរ៉ាវផ្សេងបញ្ជ្រាបនៅឧបនិស្ស័យបណ្ដោះគំនិតការគិតឲ្យយល់ឃើញក្នុងសមាធិឬហៅថាការយល់ត្រូវក្នុងរឿងរ៉ាវសច្ចធម៌បានដឹងរឿងរ៉ាវពីខ្លួនឯងនិងបន្តចិត្តចាស់តួនាទីចាស់ការយល់ដឹងបញ្ញាចាស់ឲ្យកោកើតឡើងជាថ្មីម្ដងទៀតនៅក្នុងបច្ចុប្បន្ននេះធម្មពលវិមិត្តចិត្តរបស់តួអង្គអ្នកមានឧបនិស្ស័យទាំងអស់គឺមានអានុភាពដ៏ខ្ពង់ខ្ពស់អាចប្រើបានគ្រប់កលៈទេសៈឲ្យតែអ្នកទាំងអស់នោះមានការសមាធិក្នុងឈានបានស្ងប់ត្រឹមត្រូវឬការគ្រប់បដិបត្តិប្រកបដោយសច្ចៈការរក្សាសិលនោះអាចបញ្ជាទឹកបញ្ជាខ្យល់បញ្ជាដោយកម្លាំងដួងចិត្តរបស់ពួកគេធ្វើកិច្ចការងារអ្វីមួយបានសម្រេចតែប្រាថ្នាបានគ្រាន់តែពេលខ្លះបុគ្គលអ្នកមានឧបនិស្ស័យបុត្រព្រះកូនព្រះមិនទាន់យល់ស្គាល់ពីអានុភាពកម្លាំងអំណាចដួងចិត្តវិមាត្រចិត្តធម្មពលរលកសញ្ញាដែលផ្សាយចេញទៅនោះពិតជាមានអានុភាពខ្លាំងក្លាពិតមែនមិនធ្លាប់សារបងឬមិនធ្លាប់ដឹងហើយក៏មិនធ្លាប់បដិបត្តិដើម្បីឲ្យកើតនៅគំនិតយល់ដឹងពីធម្មពលវិមាត្រចិត្តនោះអាចប្រើការបាននោះទេគ្រប់តួអង្គអ្នកសច្ចៈសច្ចាំងដែលលោកបានសម្រេចផ្លេញញាណក្នុងការសមាធិចូលឈានសត្វតែប្រើអំណាចដួងចិត្តធម្មពលវិមាត្រចិត្តចាស់ក្នុងការបំពេញចម្រើននៅវិជាទាំងឡាយដូចជាអភិនិហាហោហែបំបាំងកាយជ្រែកទឹកជ្រែកដីនិងមន្តវិជាផ្សេងទៀតដែលធ្វើឲ្យមនុស្សទាំងឡាយមានការផ្ចាប់ផ្អើលស្ទើរតែមិនគួរឲ្យជឿនេះក៏ព្រោះតែការសន្សំបារមីរបស់តួអង្គអ្នកមានឧបនិស្ស័យកម្លាំងបន់ពីអតីតមកក្រាស់ក្រែលទើបធ្វើឲ្យពួកគេមានធម្មពលវិមិត្តចិត្តដ៏ខ្លាំងក្លាហើយថែមទាំងការវឹកហាត់ឧបនិស្ស័យចាស់មកធ្លាប់មានការប្រព្រឹត្តការបដិបត្តិជាយូរលង់រឿយសន្សំរហូតមកដល់ក្នុងជាតិថ្មីនេះកម្លាំងវិមិត្តចិត្តធម្មពលចិត្តចាស់នោះក៏នៅតែតាមមកសន្សំមកធ្វើឲ្យពួកគេអាចដឹងរឿងរ៉ាវយល់ហេតុនិមិត្តផ្សេងតាមរយៈផ្លូវចិត្តនិងអារម្មណ៍បានច្រើនម្យ៉ាងវិញទៀតគេសង្កេតឃើញនៅក្នុងចិត្តគំនិតការប្រើប្រាស់អារម្មណ៍របស់គេមានប្រសិទ្ធភាពដូចជាការព្យាបាលជំងឺការអធិដ្ឋានបួងសួងសំនៅអ្វីមួយដែលគេចង់បានមិនថារឿងតូចរឿងធំក៏បានប្រកបប្រក្រតីទៅតាមដំណើរនោះហើយមិនតែប៉ុណ្ណោះក៏គេអាចនឹងមានញាណទូទាយដឹងចិត្តដឹងអារម្មណ៍តាមរយៈរលកវិមិត្តចិត្តរបស់បុគ្គលដទៃផ្សាយចូលមកកាន់វិមិត្តចិត្តរបស់គេហើយបកប្រែនៅរលកសញ្ញាទាំងអស់នោះជារឿងរ៉ាវផ្សេងឲ្យគេបានដឹងពីចិត្តគំនិតរបស់បុគ្គលមួយនោះទោះបីគេចង់ដឹងឬមិនដឹងប៉ុន្តែធម្មពលរលកចិត្តរបស់បុគ្គលទាំងនោះក៏ផ្សាយចូលមកកាន់ខ្លួនរបស់គេចិត្តគំនិតរបស់គេធ្វើឲ្យកើតការញាណដឹងភ្លាមហេតុនេះហើយបើសិនជាតួអង្គអ្នកមានញាណអ្នកមានឧបនិស្ស័យជាបុត្រព្រះគុណបានដឹងយល់ស្គាល់ពីអំណាចធម្មពលចិត្តរបស់ខ្លួនមានការប្រព្រឹត្តគ្រប់បដិបត្តិដោយការសមាធិជារឿយនោះពិតជានឹងបានសម្រេចឆាប់រហ័សជាមនុស្សធម្មតាហើយយល់ស្គាល់ដឹងអំពីឧបនិស្ស័យអតីតញាណឬរឿងរ៉ាវអាចកំបាំងនៅក្នុងធម្មជាតិជាសច្ចធម៌ដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងបានដោយងាយដោយចិត្តញាណឬញាណរបស់ខ្លួនឯងនេះរឿងរ៉ាវរបស់ចក្រវាលពិភពលោកព្រមទាំងព្រះបារមីញាណឬផ្លូវបារមីខាងក្នុងនេះតលតែអ្នកមានឧបនិស្ស័យចិត្តញាណធម្មពលចិត្តកម្រិតខ្ពស់
ជាឋានៈឧបនិស្ស័យអ្នកប្រដិស្ថានពីញាណអង្គព្រះបារមីខាងលើមកទើបអាចឈានចូលយល់ដឹងដល់ញាណនិងសតិអារម្មណ៍របស់ខ្លួនបានខ្ពស់តាមនិស្ស័យរបស់គេពីមុនមកក៏មានមិនតែប៉ុណ្ណោះធម្មពលវិមិត្តចិត្តរបស់បុគ្គលអ្នកមានឧបនិស្ស័យជាកូនព្រះបុត្រព្រះដែលបានដឹងខ្លួនហើយមានការគោរពបដិបត្តិសាងសន្សំសម្អាតផ្លូវចិត្តបានបរិសុទ្ធមានសិលភាវនាក៏អាចផ្សាយនៅមេត្តាចិត្តបញ្ជូនរលកសញ្ញាទៅសពសត្វអ្នកមានឧបនិស្ស័យញាណអង្គព្រះបារមីនៅខាងលើក្តីនៅខាងក្រោមក្តីនិងអមនុស្សថ្នាក់ទាបក៏បានទទួលអនុមោទនាកុសលផលបុណ្យនិងការផ្សាយរលកវិមិត្តចិត្តនោះដាក់សតិឲ្យអ្នកទាំងឡាយទាំងពួងជាញាតិមិនថាប្រែតអសូរកាយឬខ្មោចព្រាយបិសាចពពួកមាក្តីឲ្យឆាប់ភ្ញាក់រលឹកនឹងខ្លួននឹងស្មារតីកែប្រែវិមិត្តចិត្តមកត្រូវត្រង់ល្អតាមការបញ្ជូនចិត្តនោះបើបញ្ជូនចិត្តល្អចិត្តមេត្តាសពសត្វនោះក៏បានទទួលតែភាពមេត្តាភាពល្អប្រសើរបើបញ្ជូនចិត្តអាក្រក់ចិត្តរាយមេក្តៅក្រហាយគុំគុណនោះក៏ទទួលបានតែក្តីវិនាសនិងភាពអាក្រក់នោះត្រឡប់មកកាន់ខ្លួនរបស់គេវិញដូច្នេះយើងក៏សម្គាល់ឃើញថាបុគ្គលដែលមានញាណជាតួអង្គមានធម៌ពលចិត្តខ្ពង់ខ្ពស់នោះបើសិនជាគេគិតរឿងអាក្រក់ណាមួយនោះរឿងអាក្រក់នោះក៏នឹងឆាប់កើតឡើងឲ្យគេបានឃើញផ្ទាល់ភ្នែកតែបើសិនជាគេគិតរឿងល្អនោះកម្រនឹងបានជួបបានឃើញប៉ុន្តែច្បាស់ជានឹងកើតនៅក្នុងគណៈពេលណាមួយដែលគេភ្លេចខ្លួនហេតុដោយសារជាយ៉ាងនេះព្រោះធម៌ពលវិមិត្តចិត្តនោះមិនទាន់មានការប្រើប្រាស់ឲ្យស្ទាត់និងមានកម្លាំងពេញលេញបញ្ជូនរលកសញ្ញាបានឆាប់រហ័សទាល់តែមានការគោរពបដិបត្តិការរក្សានិងសាងអំណាចធម៌ពលចិត្តដោយការសមាធិរហូតទទួលបានសេចក្តីស្ងប់ធ្វើឲ្យវិមិត្តចិត្តកើតនៅបាតុភូតចក្រវាលធម៌ពលនិងពន្លឺពេលវេលារួមសំគ្នាធ្វើឲ្យកើតញាណដឹងអភិនិហេប្លែកឬអភិញ្ញាដែលជារិទ្ធបារមីរបស់សច្ចៈអិសីអ្នកមានញាណគោរពបដិបត្តិជាច្រើនហើយចង់បានគ្រប់គ្នាទាំងអស់រឿងរ៉ាវអភិញ្ញារឿងរ៉ាវរិទ្ធរឿងរ៉ាវធម៌ពលវិមិត្តចិត្តផ្សេងឬអមនុស្សដែលនៅវិមិត្តនៃភពខុសគ្នាក៏មានដំណើរពិបាកយល់ជារឿងអាចកំបាំងដែលមនុស្សគិតបានថាកើតដោយសារយ៉ាងណាឬយ៉ាងនេះយ៉ាងនោះព្រោះវាជាសច្ចធម៌ខាងក្នុងតលតែមានការជ្រើសរើសផ្លូវដើរបានត្រឹមត្រូវគោរពបដិបត្តិឲ្យបានខ្ជាប់ខ្ជួនទើបបានសម្រេចកើតញាណកើតផលការធម្មពលវិមិត្តចិត្តតាមតួអង្គដែលមានឧបនិស្ស័យនីមួយៗដែលបានភ្ញាក់រលឹកការបញ្ជូនធម្មពលវិមិត្តចិត្តរបស់តួអង្គដែលមានឧបនិស្ស័យគោលអ្នកសាងប្រព្រឹត្តសេចក្តីល្អខ្ជាប់ខ្ជួននោះក៏អាចទម្លុះទៅចក្រវាលដទៃឬវិមាត្រភពឋានដទៃដូចជាទេវតាតេតងញាណជាមួយនឹងលោកបានព្រះបារមីញាណទាំងឡាយទៅតាមការសុបិននិមិត្តឬការញាណស្រស់ឬនិយាយឆ្លើយឆ្លងបានដូចជាមនុស្សធម្មតាដែរកាលណាមនុស្សដែលមានឧបនិស្ស័យវិមាត្រចិត្តចាស់ខ្ពស់ពីអតីតមកនោះដូចជាអ្នកធ្លាប់កើតជាទេវតាជាអង្គញាណបារមីគឺសត្វតែមានឧបនិស្ស័យផ្សារភ្ជាប់ពេលញាណចិត្តចាស់របស់ខ្លួនវិមាត្រចិត្តរបស់គេក៏មានការធំស្រាប់ដូច្នេះអាចជួបផ្ទាល់ឬនិយាយឆ្លើយឆ្លងជាមួយនឹងញាណអង្គជាព្រះមេដាព្រះបិតាអតីតអង្គញាណឋានបុត្រាបុត្រីប្រញាតត្រកូលនៃពូជពងទៅតាមញាណអង្គឋានផ្សេងដែលលោកមកនិមិត្តបង្ហាញហើយពេលខ្លះក៏អាចមើលឃើញនៅញាណអង្គស្រស់ដោយភ្នែករបស់ខ្លួនឯងនេះហើយគឺជាលក្ខណៈសម្គាល់មួយដ៏ធំរបស់អ្នកមានញាណរបស់អ្នកមានឧបនិស្ស័យខ្ពង់ខ្ពស់ក៏នឹងបានយល់ដោយខ្លួនឯងទៅពេលខាងមុខបន្តទៅទៀតដោយសារធម្មពលវិមិត្តចិត្តរបស់តួអង្គព្រះបារមីគុណព្រះបុត្រព្រះមានអានុភាពខ្លាំងក្លាបែបនេះទៅពេលដែលបានជួបជុំព្រះបារមីជុំព្រះញាតិអ្នកដែលបានសាងសន្សំបារមីពីអតីតដូចគ្នានោះក៏នឹងរឹតរឹងធ្វើឲ្យកម្លាំងរបស់ពួកគេអាចយកឈ្នះកម្លាំងរបស់ពពួកមាពពួកអសល់ទាំងឡាយនិងកំចាត់នៅពពួកវិញ្ញាណអាក្រក់ចំហាយធម្មពលញាណមិនល្អដែលផ្សាយតាមរលកចក្រវាលរលកអាកាសជាការបន្លំបំភាន់ហើយមនុស្សទាំងអស់ក៏មើលមិនឃើញដូចគ្នាពពួកជាញាណអាក្រក់អសល់ទាំងឡាយមានអំណាចធម្មពលបញ្ជ្រាបចិត្តដោយសាររលកចិត្តរបស់គេបាញ់ចូលទៅកាន់មនុស្សដែលគេចង់បញ្ជ្រាបបណ្ដាលឲ្យមនុស្សនោះមានភាពកាចសាហាវខូខើទៅតាមការបញ្ជារបស់គេហើយតួអង្គបុត្រព្រះគុណព្រះមានតួនាទីដើម្បីបន្សាបបងនៅរលកធម្មពលអាក្រក់ប្រើវិមាត្រធម្មពលដួងចិត្តរបស់ខ្លួនបំផ្លាញនៅធម្មពលវិមាត្រចិត្តអាក្រក់របស់ពពួកបិសាចទាំងអស់នោះឲ្យសាបបងចេញពីទឹកដីនគរចេញពីទីកន្លែងរបស់មនុស្សដែលត្រូវនឹងសង្គ្រោះឲ្យគេបានដឹងបានយល់ភ្ញាក់ស្មារតីមកវិញគ្រប់គ្នាទាំងអស់បាទការអធិប្បាយរៀបរាប់អំពីធម្មពលវិមាត្រចិត្តរបស់តួអង្គបុត្រព្រះគុណព្រះក៏បានមកដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលា